បារាំងប្រចាំកម្ពុជាដែលប៉ុន្មានឆ្នាំចុងក្រោយមកនេះបានបើកទ្វារអនុញ្ញាតឲ្យបងប្អូនប្រជាជនកម្ពុជាបានចូលទស្សនាពីភាពស្រស់បំព្រងនៃធម្មជាតិនៅក្នុងបរិវេណស្ថានទូតទាំងមូលដែលជាធម្មតាត្រូវបានបិទទ្វារមិនឲ្យចូលទស្សនាឡើយដូចគ្នាដែរថ្ងៃសៅរ៍ស្អែកនេះនឹងមានការបើកទ្វារស្វាគមន៍ដល់សាធារណជនជាថ្មីដើម្បីចូលទស្សនាក្នុងឱកាសនៃទិវាបេតិកភណ្ឌនាថ្ងៃទី4ខែតុលាឆ្នាំ2025នេះចាប់ពីម៉ោង8ព្រឹកដល់ម៉ោង4រសៀលដោយឥតគិតថ្លៃក្នុងព្រឹត្តិការណ៍នៃទិវាបេតិកភណ្ឌ Heritage Day នេះគឺជាឱកាសមួយដែលឲ្យប្រជាជននៅកម្ពុជាបានស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្រនានាជាពិសេសបានទស្សនាសួនឧទ្យានដ៏ធំល្វឹងល្វើយដែលជាលំហបៃតងធំជាងគេមួយនៅកណ្ដាលក្រុងភ្នំពេញឧទ្យានស្ថានទូតបារាំងដែលមានផ្ទៃដីទំហំប្រមាណ75ហិកតានេះពោរពេញទៅដោយប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះដ៏សម្បូរបែបជាមួយនឹងរុក្ខជាតិប្រមាណ200ដើមជាង50ប្រភេទខុសៗគ្នាលើសពីនេះក៏មានពពួកសត្វចម្រុះជាង250ប្រភេទដែលក្នុងនោះមានទាំងក្រុមថនិកសត្វសត្វស្លាបល្មូននិងសត្វល្អិតផ្សេងៗទៀតប្រៀបបានទៅនឹងសួនសត្វផងដែរសូមរំលឹកផងដែរថាស្ថានទូតបារាំងតែងតែបើកទ្វារទទួលមហាជនឲ្យចូលទស្សនាដោយសេរីតាមរយៈព្រឹត្តិការណ៍មួយចំនួនដូចជាពិព័រណ៍ផ្សារបារាំងទិវាបេតិកភណ្ឌនិងព្រឹត្តិការណ៍មួយចំនួនទៀតទិវាបេតិកភណ្ឌនៃស្ថានទូតបារាំងនេះគឺជាព្រឹត្តិការណ៍មួយដែលទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋខ្មែរបានច្រើនជាងគេក្នុងចំណោមស្ថានទូតបរទេសដែលតាំងនៅកម្ពុជាជាក់ស្ដែងកាលពីឆ្នាំ2024កន្លងទៅសាធារណជនជាង7500នាក់បានសម្រុកទៅចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ